ដើម្បីមានផ្ទៃពោះជាមួយនឹងស្ដេចនាងស្រីម្នាក់នេះបានលួចដាក់ថ្នាំឲ្យគាត់ពេលស្ដេចនាងកំពុងងូតទឹកតែនាងបានភ្លេចទៅថាស្ដេចនាងដ៏ពិសិដ្ឋនេះបានប្រតិបត្តិនិងសុំសិលអស់រយៈពេល3000ឆ្នាំហើយដូច្នេះហើយគាត់មិនប៉ះពាល់នឹងគ្រឿងស្រវឹងទេស្ដេចនាងនេះឲ្យតែក្នុងខែសីហាជារាល់ឆ្នាំគាត់តែងតែមកធ្វើសមាធិក្រោមដើមពោធិនៅមាត់ច្រាំងដើម្បីសម្រេចផលបុណ្យនៅពេលដែលព្រះមហាក្សត្របានឮដំណឹងនេះក៏បានយាងមកដើម្បីមើលថែព្រះអង្គនិងបានយកផ្លែឈើដ៏កម្រមកថ្វាយដល់ស្ដេចនាងស្ដេចនេះក៏សូត្រមន្តគាថាដោយក្តីមេត្តាហើយបានប្រគល់មាសទៅឲ្យអ្នកដែលបានមកគោរពនិងបូជាគាត់ពួកគេមានអារម្មណ៍ថាត្រេកអរខ្លាំងណាស់នៅពេលដែលរើបានដុំមាសបែបនេះមានតែព្រះមហាក្សត្រតែប៉ុណ្ណោះដែលមិនខ្វល់ពីមាសនោះទេគាត់បានសម្លឹងមើលគុជពបៃតងនៅលើថ្ងាសរបស់ស្ដេចនាងដោយក្រសែភ្នែកលោភលន់គាត់មិនបានដឹងទេថាវាជាភ្នែកទី3របស់ស្ដេចនាងអំណាចពិសិដ្ឋនៃស្ដេចនាងទាំងអស់វាស្ថិតនៅទីនោះ10ថ្ងៃក្រោយមកស្ដេចក៏ថ្វាយតង្វាយមួយទៀតដោយលើកនេះមាននារីស្រស់ស្អាតម្នាក់នៅក្បែរនេះជាស្ដម្ភរបស់ស្ដេចគាត់ចង់ឧទ្ទិសភរិយារបស់គាត់ជូនចំពោះស្ដេចនាងនៅពេលដែលមានអ្នកថ្វាយបូជាជូនបែបនេះស្ដេចនាងក៏មិនអាចប្រកែកបាននោះទេក៏បានត្រឹមតែទទួលយកដង្វាយនោះប៉ុណ្ណោះដោយមិនបានដឹងថានេះជាផែនការរបស់ស្ដេចដើម្បីយកភ្នែកទី3តែប៉ុណ្ណោះហើយដើម្បីអាចទទួលបានភ្នែកទី3ព្រះនាងបានធ្វើការបម្រើទៅដល់ស្ដេចនាងយ៉ាងយកចិត្តទុកដាក់នាងបានលួចដាក់ថ្នាំអ្វីម្យ៉ាងចូលទៅក្នុងសូរាអ្នកណាដែលបានផឹកសូរានេះនឹងអាចធ្វើឲ្យគេវង្វេងវង្វាន់និងបាត់ស្មារតីបានទោះជាយ៉ាងណាក៏ដោយស្ដេចនាងគាត់ក៏បានប្រតិបត្តិនិងកាន់សីលយ៉ាងតឹងរឹងហើយក៏បានបដិសេធបំណងល្អរបស់ព្រះនាងទៅតែថ្ងៃបន្ទាប់នាងក៏បានលួចដាក់ថ្នាំនៅក្នុងផ្លែឈើដែលបានហាន់រួចហើយនៅពេលដែលឃើញគាត់បានហូបផ្លែឈើនេះហើយនាងក៏បានយកដៃរបស់នាងប៉ះខ្លួនរបស់ស្ដេចនាងថ្នមថ្នមនៅពេលដែលពួកគេបានមើលខ្សែភ្នែកគ្នារាងកាយរបស់គេក៏កាន់តែជិតស្និទ្ធហើយព្រះនាងក៏បានឆ្លៀតឱកាសនេះលើកកែវស្រានោះឡើងដើម្បីឲ្យស្ដេចនាងនោះបានផឹកនៅទីបំផុតគាត់ក៏បានធ្វើការស្រានោះផឹកបានសម្រេចនៅពេលនេះធ្វើឲ្យស្មារតីរបស់គាត់ចាប់ផ្ដើមស្រពេចស្រពិលម្ដងបន្តិចមកដល់បន្តិចព្រះនាងឆ្លៀតឱកាសនេះបាននាំស្ដេចនាងចូលទៅក្នុងលអាងភ្នំដើម្បីត្រៀមផែនការបន្តនៅពេលនេះឃើញថាស្ដេចនាងក៏បានក្អួតចេញឈាមពណ៌បៃតងចេញមកមហិទ្ធិឫទ្ធិរបស់គាត់ក៏បានខ្សោយចុះអស់ដូចគ្នានៅពេលនេះព្រះមហាក្សត្រនិងទាហានរបស់គេក៏បានមកដល់ទីនេះហើយមកដល់ព្រះមហាក្សត្រក៏មិនបាននិយាយអ្វីច្រើននោះទេក៏បានបញ្ជាឲ្យកូនចៅរបស់គាត់ចាប់ស្ដេចនាងដើម្បីគេអាចយកគុជនាងចេញពីថ្ងាសរបស់ស្ដេចនាងចេញមកការសន្សំផលបុណ្យរាប់ពាន់ឆ្នាំរបស់គាត់ក៏បានត្រូវបាត់បង់អស់ទៅហើយដោយសារតែកំហឹងស្រែកនាងក៏បានប្រើកម្លាំងចុងក្រោយរបស់គេប្រែក្លាយរូបជាសត្វអ្នកពិតប្រាកដវិញហើយគេបានប្រើកម្លាំងទាំងអស់របស់គេដែលបាននៅសល់ដាក់បណ្ដាសាថាចាប់ពីថ្ងៃនេះទៅអ្នកណាក៏ដោយឲ្យតែបានគ្រប់គ្រងគុជនាងរាជមួយនេះមិនលើសពី15ថ្ងៃនោះទេពួកគេនឹងត្រូវស្លាប់យ៉ាងអនោចអាធម្មបន្ទាប់ពីនិយាយចាប់ស្ដេចនាងក៏បានព្រុសភ្លើងពណ៌ផ្ទៃមេឃចេញមកធ្វើឲ្យលអាងមេឃដីក៏ចាប់ផ្ដើមរង្គើបណ្ដាសាក៏ចាប់ផ្ដើមមានប្រតិកម្ម300ឆ្នាំក្រោយមកព្រានព្រៃ2នាក់នៅក្នុងព្រៃបានរកឃើញគុជនាងរាជនៅក្នុងលអាងមួយ15ថ្ងៃក្រោយមកគេក៏ត្រូវបានស្លាប់ដោយសារតែពោះចិត្ត